បាទជម្រាបសួរពុកម៉ែបងប្អូនជួបជាមួយខ្ញុំបាទម្ដងទៀតហើយទាក់ទងនឹងការធ្វើម្ហូបបាទជូនពុកម៉ែបងប្អូនផងដែរបាទចំពោះម្ហូបថ្ងៃនេះខ្ញុំលើកយកម្ហូបបាទស្ងោរជ្រក់បាទត្រយូងចេកសាច់មាន់ផងដែរបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះរីករាយទស្សនាទាំងអស់គ្នាពុកម៉ែបងប្អូនបាទចំពោះមុខម្ហូបថ្ងៃនេះផងដែរយើងត្រូវទិញត្រយូងចេកពុកម៉ែបងប្អូនបាទសម្រាប់ស្ងោរជ្រក់ត្រយូងចេកថ្ងៃហ្នឹងពុកម៉ែបងប្អូនបាទចំពោះស្ងោរជ្រក់គឺយើងត្រូវមានក្រូចឆ្មាបាទហើយគល់លឹកគ្រៃរំដេងបាទលឹកក្រូចសើចនិងជីជ្រក់ផងដែរចំពោះជីជ្រក់គឺយើងមានបាទជីក្រហមហ្នឹងគេហៅថាជីអង្វងពុកម៉ែបងប្អូនបាទហើយនឹងជីអាណាស្លឹកខ្ទឹមផងដែរបាទអស់ម៉ានចាមើលគាត់ទេបាទឥឡូវនេះបន្ទាប់ពីយើងទិញបន្លែរួចរាល់ហើយក៏ខ្ញុំជិះម៉ូតូបាសទៅរកទិញសាច់មាន់បន្តទៀតពុកម៉ែបងប្អូនបាទចំពោះមាន់ថ្ងៃហ្នឹងគឺខ្ញុំយកមាន់មួយតែម្ដងពុកម៉ែបងប្អូនដើម្បីយកទៅបាទស្លបាទស្ងោរទៅយកចេកសាច់មាន់ថ្ងៃមួយអានេះមាន់ស្វិតហ៎អីសាតែវាធំយកហ្នឹងក៏ឆ្ងល់ឆ្ងាញ់បាទបន្ទាប់ពីខ្ញុំទិញមាន់រួចរាល់ហើយពុកម៉ែបងប្អូនឥឡូវខ្ញុំបានមកដល់ទីតាំងផ្ទះរបស់ខ្ញុំហើយបាទបន្ទាប់មកគ្រឿងដែលយើងបានទិញហ្នឹងបាទគ្រឿងជ្រក់ហ្នឹងគឺយើងយកមកលាងទឹកបាទឲ្យស្អាតតែម្ដងពុកម៉ែបងប្អូនបាទបាទបន្ទាប់ពីយើងលាងជីរួចរាល់ហើយពុកម៉ែបងប្អូនឥឡូវយើងចាប់ផ្ដើមលាងបាទត្រយូងចេកម្ដងទៀតបាទចំពោះត្រយូងចេកនេះគឺយើងបកយកស្រទាប់ណាចាស់បាទបន្ទាប់ពីយើងលាងត្រយូងចេកបានស្អាតហើយបន្ទាប់មកទៀតយើងក៏ចាប់ផ្ដើមយកសាច់មាន់ដែលយើងបានទិញមិញហ្នឹងបាទគឺយកមកលាងទឹកឲ្យស្អាតតែម្ដងពុកម៉ែបងប្អូនបាទដោយសារបាទខ្ញុំដៃម្ខាងកាន់កាមេរ៉ាហើយខ្ញុំកាត់វីដេអូផងដែរដើម្បីជូនពុកម៉ែបងប្អូនឲ្យបានកាន់តែលឿនបាទចំពោះសាច់មាន់គឺយើងធ្វើឲ្យស្អាតតែម្ដងពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបន្ទាប់ពីយើងបានលាងសាច់មាន់រួចរាល់ហើយបន្លែរួចរាល់ផងដែរបាទបន្ទាប់មកគឺយើងបានយកមកដាក់លើថាសដើម្បីបង្ហាញជូនពុកម៉ែបងប្អូនថាស្ងោរជ្រក់បាទត្រយូងចេកសាច់មាន់មានអ្វីខ្លះផងដែរបាទពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំរៀបចំរួចរាល់ឥឡូវយើងបង្ហាញសម្រាប់គ្រឿងថ្ងៃហ្នឹងបាទហើយយើងមានត្រយូងចេកបាទយើងមានខ្ទឹមសក្រូចឆ្មាស្លឹកក្រូចសើចបាទរំដេងបាទម្ទេសគល់ស្លឹកគ្រៃជីបន្លាជីអង្វងហើយជីក្រហមក៏បានដែរបាទអ្វីដែលពិសេសគឺសាច់មាន់តែម្ដងពុកម៉ែបងប្អូនហើយចំពោះបាទគ្រឿងទេសយើងមានទឹកត្រីអំបិលប៊ីចេងផងដែរបាទបន្ទាប់ពីខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនរួចរាល់ហើយឥឡូវនេះបាទរបៀបកាប់សាច់មាន់គឺយើងកាប់បែបនេះបងដើម្បីស្ងោរជ្រក់ត្រយូងចេកថ្ងៃហ្នឹងបាទចំពោះគ្រឿងគឺរំដេងយើងដំទៅពុកម៉ែបងប្អូនបាទគល់ស្លឹកគ្រៃអីគឺយើងដំហើយកាត់បែបហ្នឹងពុកម៉ែបងប្អូនបាទចំណែកក្រូចឆ្មាយើងចាត់ទុកឲ្យហើយពុកម៉ែបងប្អូនដើម្បីពេលយើងមកយើងឆ្អិនគឺយើងច្បាច់ក្រូចឆ្មាដាក់តែម្ដងចំពោះចំពោះម្ទេសគឺយើងបានធ្វើរួចរាល់ជូនពុកម៉ែបងប្អូនហើយបាទបន្ទាប់មកទៀតគឺយើងត្រយូងចេកយើងក៏បានបាទកាត់បានចាត់រួចរាល់ផងដែរពុកម៉ែបងប្អូនបាទឥឡូវនេះកុំឲ្យខាតពេលវេលាយូរតោះទស្សនាការចម្អិនរបស់ខ្ញុំបាទផ្ទាល់តែម្ដងបាទចំពោះការចម្អិនគឺយើងដាក់បើកឆ្នាំងឲ្យក្តៅហើយយើងដាក់ប្រេងឆាបន្តិចមកបាទដើម្បីរំលាយគ្រឿងឲ្យឡើងឈ្ងុយពុកម៉ែបងប្អូន
បាទបន្ទាប់ពីយើងលេងគ្រឿងឡើងឈ្ងុយហើយបាទគឺយើងចាប់ផ្ដើមបាទដាក់សាច់មាន់ចូលទៅម្ដងពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនបន្ទាប់ពីយើងបាទដាក់សាច់មាន់ហើយយើងចាប់ផ្ដើមត្រឡប់វាបាទចុះឡើងបាទបន្ទាប់មកទៀតគឺយើងបានបិទគម្របទុកចោលមួយស្ទុះបាទឥឡូវនេះបាទសាច់មាន់របស់យើងចាប់ផ្ដើមបាទរៀងដាច់ទឹកបន្តិចហើយពុកម៉ែបងប្អូនបាទគឺយើងចាប់ផ្ដើមត្រឡប់វាបន្តទៀតមកបាទគឺយើងធ្វើយ៉ាងម៉េចឲ្យវាដាច់ទឹកហើយចាំយើងចាក់ទឹកចូលទៅម្ដងបាទឥឡូវនេះសាច់មាន់របស់យើងចាប់ផ្ដើមរៀងឆ្អិនហើយឥឡូវយើងចាប់ផ្ដើមវាយគ្រឿងចូលទៅម្ដងបាទជំហានដំបូងគឺយើងបង់បាទដាក់ទឹកត្រីបន្ទាប់មកបាទយើងដាក់រ៉ូឌីបន្តិចពុកម៉ែបងប្អូនបាទបន្ទាប់មកទៀតយើងបង់ប៊ីចេងបន្តិចបាទហើយក៏លួចស្ករបន្តិចផងដែរហើយនឹងបាទជាចុងក្រោយគឺខ្ញុំថែមបាទអំបិលផងដែរពុកម៉ែបងប្អូនបាទបន្ទាប់ពីយើងត្រឡប់បាទរួចរាល់ហើយឥឡូវយើងយកបាទគម្របឆ្នាំងមកបិទឲ្យជិតមកបងប្អូនបាទបន្ទាប់មកយើងបិទទុកមួយសន្ទុះឥឡូវយើងចាប់ផ្ដើមបើកមើលតើវាឆ្អិនហើយឬនៅបងប្អូនបាទសាច់មាន់របស់យើងគឺឆ្អិន80%ហើយបងប្អូនបាទឥឡូវនេះយើងចាប់ផ្ដើមបាទកូរចុះឡើងបន្ទាប់មកយើងក៏ចាប់ផ្ដើមបាទចាក់ទឹកចូលទៅម្ដងបាទចំពោះទឹកគឺទឹកស្អាតណាបងប្អូនទឹកជាយើងបាទបន្ទាប់ពីយើងចាក់ទឹកចូលមកល្មមដែលយើងចង់បានហើយឥឡូវយើងចាប់ផ្ដើមបិទគម្របវាទុកបាទដើម្បីឲ្យទឹកបានពុះបាទឥឡូវនេះម្ហូបរបស់យើងចាប់ផ្ដើមពុះទឹកហើយពុកម៉ែបងប្អូនបាទបន្ទាប់ពីពុះទឹកហើយសាច់មាន់របស់យើងក៏បានឆ្អិនរួចរាល់ដែរឥឡូវនេះយើងចាប់ផ្ដើមបង់បន្លែបន្លែគឺត្រយូងចេកតែម្ដងបាទគឺយើងបង់ទាំងអស់តែម្ដងបាទបន្ទាប់ពីខ្ញុំបានបិទគម្របទុកឥឡូវវាចាប់ផ្ដើមពុះហើយពុកម៉ែបងប្អូនបាទត្រយូងចេករបស់យើងបានជិតឆ្អិនហើយពុកម៉ែបងប្អូនវាមិនទាន់ផុយបាទយើងទុកបន្តិចទៀតគឺផុយហើយពុកម៉ែបងប្អូនបាទបន្ទាប់ពីយើងបានធ្វើម្ហូបបាទក្នុងស្ទុះធំដែរហើយពុកម៉ែបងប្អូនឥឡូវនេះម្ហូបរបស់យើងបាទគឺចាប់ផ្ដើមគឺឆ្អិនហើយបងប្អូនបាទសាច់មាន់ឆ្អិនបាទត្រយូងចេកក៏ផុយផងដែរបាទឥឡូវយើងចាប់ផ្ដើមបាទគឺរោយម្ទេសបាទពីលើបាទគឺយើងថែមជីបាទបន្ទាប់មកយើងបង់ជីបាទជីដែលយើងបានហាន់ទុកហ្នឹងបាទគឺយើងមានជីនឹងវងគេហៅជីក្រហមបាទជីអាណាបាទហើយស្លឹកខ្ទឹមផងដែរបាទពុកម៉ែបងប្អូនម្ហូបរបស់យើងបានឆ្អិនរួចរាល់ហើយពុកម៉ែបងប្អូនបាទអរគុណច្រើនពុកម៉ែបងប្អូនចំពោះការទស្សនាវីដេអូរបស់ខ្ញុំបាទបើមានកន្លែងណាខុសឆ្គងអីក៏សូមអធិស្ឋានអភ័យទោសផងដែរពុកម៉ែបងប្អូនបាទដើម្បីជាការលើកទឹកចិត្តពុកម៉ែបងប្អូនជួយចុច like បាទជួយ share ឬមួយក៏ជួយចុច subscribe ផងដែរអរគុណច្រើនពុកម៉ែបងប្អូនជូនពរជួបតែសំណាងល្អ